251 ភិក្ខុការត្រូវអាបត្តិបរាជិកតែភិក្ខុអ្នកចោទនោះមិនឃើញបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំបានឃើញហើយផងបានឮផងភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុកាលត្រូវអាបត្តិបរាជិកតែភិក្ខុអ្នកចោទនោះមិនឃើញបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំបានឃើញហើយផងរង្គគាហើយផងអ្នកឯងមិនមែនជាសាមណៈភិក្ខុចោទដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុកាលត្រូវអាបត្តិបរាជិកតែភិក្ខុអ្នកចោទនោះមិនឃើញបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឃើញហើយផងឮហើយផងរង្គគាហើយផងភិក្ខុចោទដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយតែភិក្ខុអ្នកចោទមិនបានឮព្រោះហេតុនោះថាបើភិក្ខុអ្នកចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយយើងបានឮផងរង្គគាផងត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយតែភិក្ខុអ្នកចោទនោះមិនបានឮបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាយើងបានឮផងបានឃើញផងថាអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទមិនបានឮបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាខ្ញុំឮហើយផងរង្គគាហើយផងឃើញហើយផងថាអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះមិនបានរង្គគាបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយផងខ្ញុំឃើញហើយផងភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះមិនបានរង្គគាបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយផងខ្ញុំឮហើយផងភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះមិនបានរង្គគាបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយផងខ្ញុំឃើញហើយផងខ្ញុំឮហើយផងភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់252ភិក្ខុការត្រូវអាបត្តិបរាជិកភិក្ខុអ្នកចោទនោះបានឃើញមែនបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំបានឮហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុការត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទបានឃើញមែនបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឮហើយផងរង្គគាហើយផងភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះបានឮបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឃើញហើយបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំរង្គគាហើយផងឃើញហើយផងភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះបានរង្គគាបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឃើញហើយបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឮហើយបើភិក្ខុអ្នកចោទនោះចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំឃើញហើយផងខ្ញុំឮហើយផងអ្នកឯងមិនមែនជាសាមណៈមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្រទេឧបោសថកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់253ភិក្ខុការត្រូវអាបត្តិបរាជិកភិក្ខុអ្នកចោទនោះបានឃើញមែនតែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឃើញហើយ
គឺកំណត់មិនបាននៅភិក្ខុដែលខ្លួនឃើញហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនឃើញហើយភ្លេចនៅភិក្ខុដែលខ្លួនឃើញហើយបើភិក្ខុអ្នកចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំបានឃើញផងខ្ញុំបានឮផងខ្ញុំបានឃើញផងខ្ញុំមានសេចក្តីរង្គៀសផងខ្ញុំបានឃើញផងខ្ញុំបានឮផងខ្ញុំមានសេចក្តីរង្គៀសផងភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះបានឮតែមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនបានឮហើយគឺកំណត់មិនបាននៅភិក្ខុដែលខ្លួនបានឮហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនឮហើយភ្លេចនៅភិក្ខុដែលខ្លួនឮហើយបើភិក្ខុអ្នកចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំបានឮផងខ្ញុំមានរង្គៀសផងខ្ញុំបានឮផងខ្ញុំបានឃើញផងខ្ញុំបានឮផងខ្ញុំមានសេចក្តីរង្គៀសផងខ្ញុំបានឃើញផងភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះមានសេចក្តីរង្គៀសក៏មានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនមានសេចក្តីរង្គៀសហើយកំណត់មិនបាននៅភិក្ខុដែលខ្លួនរង្គៀសហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនរង្គៀសហើយភ្លេចនៅភិក្ខុដែលខ្លួនរង្គៀសហើយបើភិក្ខុអ្នកចោទភិក្ខុនោះថាអ្នកឯងត្រូវអាបត្តិបរាជិកហើយខ្ញុំមានសេចក្តីរង្គៀសផងខ្ញុំបានឃើញផងខ្ញុំមានសេចក្តីរង្គៀសផងខ្ញុំបានឮផងខ្ញុំមានសេចក្តីរង្គៀសផងខ្ញុំបានឃើញផងខ្ញុំបានឮផងអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូននៃព្រះពុទ្ធជាសក្យបុត្រឧបោសថកម្មបវារណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេភិក្ខុចោទគេនោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់254ភិក្ខុការត្រូវអាបត្តិបរាជិកតែភិក្ខុអ្នកចោទនោះមិនឃើញបើភិក្ខុអ្នកចោទប្រើបុគ្គលដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបរាជិកនោះថាអ្នកឯងខ្ញុំឃើញហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្រឧបោសថកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេភិក្ខុអ្នកចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទមិនបានឮបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំបានឮថាអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទមិនបានរង្គៀសបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំមានសេចក្តីរង្គៀសថាអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់255ភិក្ខុកាលត្រូវអាបត្តិបរាជិកភិក្ខុអ្នកចោទមិនឃើញទេបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទនោះមិនបានឮបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទថាអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទមិនបានរង្គៀសបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់256ភិក្ខុការត្រូវអាបត្តិបរាជិកភិក្ខុអ្នកចោទនោះបានឃើញហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុដែលត្រូវអាបត្តិបរាជិកនោះថាអ្នកឯងខ្ញុំបានឮហើយ
អ្នកឯងត្រូវអាបត្តិបរាជិកហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយអ្នកឯងខ្ញុំបានឮហើយអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទបានឮហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំបានឃើញហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំមានសេចក្តីរង្គៀសហើយអ្នកឯងខ្ញុំបានឃើញហើយអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់ភិក្ខុត្រូវអាបត្តិបរាជិកហើយភិក្ខុអ្នកចោទមានសេចក្តីរង្គៀសបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំបានឃើញហើយថាអ្នកឯងត្រូវអាបត្តិបរាជិកហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំឃើញហើយអ្នកឯងខ្ញុំឮហើយបើភិក្ខុអ្នកចោទប្រើភិក្ខុដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំឃើញហើយអ្នកឯងខ្ញុំឮហើយថាអ្នកឯងត្រូវអាបត្តិបរាជិកហើយភិក្ខុចោទគេដូច្នោះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់257ភិក្ខុការត្រូវអាបត្តិបរាជិកភិក្ខុអ្នកចោទនោះក៏ឃើញមែនតែភិក្ខុអ្នកចោទមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឃើញហើយកំណត់មិនបាននៅភិក្ខុដែលខ្លួនឃើញហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនឃើញហើយភ្លេចនៅភិក្ខុដែលខ្លួនឃើញហើយមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនឮហើយកំណត់មិនបាននៅភិក្ខុដែលខ្លួនឮហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនឮហើយភ្លេចនៅភិក្ខុដែលខ្លួនឮហើយមានសេចក្តីសង្ស័យនឹងភិក្ខុដែលខ្លួនរង្គៀសកំណត់មិនបាននៅភិក្ខុដែលខ្លួនរង្គៀសហើយរលឹកមិនបាននៅភិក្ខុដែលខ្លួនរង្គៀសហើយភ្លេចនៅភិក្ខុដែលខ្លួនរង្គៀសហើយបើភិក្ខុអ្នកចោទប្រើបុគ្គលដទៃឲ្យចោទភិក្ខុនោះថាអ្នកឯងខ្ញុំរង្គៀសហើយអ្នកឯងខ្ញុំឃើញហើយអ្នកឯងខ្ញុំរង្គៀសហើយអ្នកឯងខ្ញុំឮហើយអ្នកឯងខ្ញុំរង្គៀសហើយអ្នកឯងខ្ញុំឃើញហើយអ្នកឯងខ្ញុំឮហើយថាអ្នកឯងត្រូវអាបត្តិបរាជិកហើយអ្នកឯងមិនមែនជាសាមណៈអ្នកឯងមិនមែនជាកូនចៅព្រះពុទ្ធជាសក្យបុត្រឡើយឧបោសថកម្មក្តីបវារណាកម្មក្តីសង្ឃកម្មក្តីជាមួយនឹងអ្នកឯងគ្មានទេភិក្ខុចោទគេដូច្នេះត្រូវអាបត្តិសង្ឃាទិសេសគ្រប់ម៉ាត់មាតិកានុក្រមគឺបញ្ជីរឿងដែលនឹងត្រូវសម្ដែងតាមលំដាប់ហូរហែដូចមានខាងក្រោមនេះគឺ258ភិក្ខុយល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធមួយយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធមួយយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធមួយយល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធមួយ259បុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកឯណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ថាភិក្ខុនោះបរិសុទ្ធល្អទេហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានសេចក្តីប្រាថ្នាឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុនោះដោយអាបត្តិបរាជិកភិក្ខុអ្នកចោទត្រូវអាបត្តិទុក្កតនិងសង្ឃាទិសេសបុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ថាភិក្ខុនោះបរិសុទ្ធល្អទេហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុនោះដោយអាបត្តិបរាជិកភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃាទិសេសបុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ថាភិក្ខុនោះបរិសុទ្ធល្អទេហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នានឹងជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិទុក្កតនិងបាតចិត្តយៈ
បុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះបរិសុទ្ធល្អទេហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នានឹងជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិបាចិត្តយៈ260បុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ថាភិក្ខុនោះមិនបរិសុទ្ធទេហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលថាភិក្ខុអ្នកចោទត្រូវអាបត្តិទុក្ខតបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធល្អទេឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នានឹងឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុអ្នកចោទមិនត្រូវអាបត្តិបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធទេមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិទុក្ខតនិងបាចិត្តយៈបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីនឹងជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិបាចិត្តយៈ261បុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធល្អទេហើយមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុអ្នកចោទត្រូវអាបត្តិទុក្ខតបុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធល្អទេហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុអ្នកចោទមិនត្រូវអាបត្តិឡើយបុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធល្អទេមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិទុក្ខតនិងបាចិត្តយៈបុគ្គលគឺភិក្ខុដែលត្រូវអាបត្តិបរាជិកណានិមួយជាអ្នកមិនបរិសុទ្ធហើយភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះមិនបរិសុទ្ធល្អទេហើយឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិបាចិត្តយៈ262បុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះបរិសុទ្ធល្អទេមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបចោទភិក្ខុអ្នកចោទត្រូវអាបត្តិទុក្ខតនិងសង្ឃាទិសេសបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះបរិសុទ្ធល្អទេឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីឲ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ទើបពោលចោទភិក្ខុអ្នកចោទត្រូវអាបត្តិសង្ឃាទិសេសបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះបរិសុទ្ធល្អទេមិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុនហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិទុក្ខតនិងអាបត្តិបាចិត្តយៈបុគ្គលគឺភិក្ខុដែលមិនត្រូវអាបត្តិបរាជិកណានិមួយជាអ្នកបរិសុទ្ធហើយបើភិក្ខុអ្នកចោទយល់ឃើញថាភិក្ខុនោះបរិសុទ្ធល្អទេឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន
ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះទើបជេរភិក្ខុអ្នកជេរត្រូវអាបត្តិបាចិត្តយៈ263អាបត្តិមិនមានដល់ភិក្ខុដែលយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធដល់ភិក្ខុដែលយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធដល់ភិក្ខុឆ្កួតដល់ភិក្ខុជាខាងដើមបញ្ញត្តិសង្ឃាតិសេសទី8ចប់សូមអនុមោទនាសង្ឃាតិសេសទី9 264សម័យនោះព្រះពុទ្ធដ៏មានជោគជាម្ចាស់ទ្រង់គង់នៅក្នុងអារាមវេលវ័នជាកលន្តកនិវាបដ្ឋានក្បែរក្រុងរាជក្រឹសសម័យនោះឯងមេតយៈភិក្ខុនិងភូមចកភិក្ខុទាំងឡាយកាលនាំគ្នាចុះអំពីភ្នំកិច្ចកូដបានឃើញពពែឈ្មោលកំពុងរួមសន្ធវៈនិងពពែញីលុះឃើញហើយទើបនិយាយគ្នាយ៉ាងនេះថាអើអាវុសោពួកយើងនឹងសន្មតពពែឈ្មោលនេះឲ្យជាឈ្មោះតពមលបុត្របុត្រមលក្សត្រសន្មតពពែញីនេះឲ្យជាឈ្មោះនាងមេតយាភិក្ខុនីយើងនឹងនាំគ្នាហៅយ៉ាងនេះមនាលអាវុសោកាលអំពីដើមយើងបានចោទតពមលបុត្រដោយពាក្យថាយើងបានឮប៉ុន្តែឥឡូវនេះតពមលបុត្រសេពមេធនធម្មនឹងនាងមេតយាភិក្ខុនីយើងបានឃើញដោយខ្លួនឯងភិក្ខុទាំងពីររូបនោះក៏បានតាំងសន្មតពពែឈ្មោលនោះជាឈ្មោះតពមលបុត្រសន្មតពពែញីនោះជាឈ្មោះនាងមេតយាភិក្ខុនីភិក្ខុទាំងនោះទៅនិយាយប្រាប់ភិក្ខុទាំងឡាយថាមនាលអាវុសោកាលពីដើមយើងបានចោទតពមលបុត្រដោយបានឮប៉ុន្តែឥឡូវនេះតពមលបុត្រសេពមេធនធម្មនឹងនាងមេតយាភិក្ខុនីយើងបានឃើញដោយខ្លួនឯងភិក្ខុទាំងឡាយបានឆ្លើយយ៉ាងនេះថាណែអាវុសោលោកកុំនិយាយយ៉ាងនឹងឯតពមលបុត្រដ៏មានអាយុមុខជានឹងមិនធ្វើដូចលោកថាទេគ្រានោះពួកភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនោះដល់ព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រោះដំណើរនេះរឿងនេះទើបព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃហើយទ្រង់សួរបញ្ជាក់តពមលបុត្រដ៏មានអាយុថាណែតពៈអ្នករលឹកឃើញឬទេពួកភិក្ខុទាំងនេះពោលយ៉ាងណាអ្នកបានធ្វើយ៉ាងនោះឬទេតពមលបុត្រទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនរឿងអ្វីព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ត្រាស់សួរពាក្យនេះនឹងតពមលបុត្រដ៏មានអាយុជាគម្រប់2ដងផងជាគម្រប់3ដងផងថាណែតពៈអ្នករលឹកបានឬទេពួកភិក្ខុទាំងនេះពោលយ៉ាងណាអ្នកបានធ្វើយ៉ាងនោះទេតពមលបុត្រក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបខ្ញុំព្រះអង្គដោយពិតហើយព្រះដ៏មានព្រះភិក្ខជាម្ចាស់ត្រាស់ថាណែតពៈអ្នកប្រាជ្ញទាំងឡាយមិនពោលបណ្ដោះបណ្ដីយ៉ាងនេះទេបើអំពើអ្វីដែលអ្នកបានធ្វើហើយអ្នកចូលឆ្លើយថាខ្ញុំបានធ្វើហើយបើអ្នកមិនបានធ្វើទេអ្នកចូលឆ្លើយថាខ្ញុំមិនបានធ្វើទេតពមលបុត្រទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គតាំងពីតូចកើតមកវេលាណាមិនដែលសេពមេធនធម្មទេសូម្បីតែយល់សពក៏មិនដែលឃើញទេបាច់និយាយថ្វីដល់ការភ្ញាក់រលឹកគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថាមនាលភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលជំរះសួរភិក្ខុពួកនេះមើលលុះព្រះដ៏មានព្រះភិក្ខត្រាស់យ៉ាងនេះហើយទ្រង់ក៏ក្រោកចាកអាសនៈចូលទៅកាន់ព្រះវិហារគ្រានោះភិក្ខុទាំងឡាយបានជំរះសួរមេតយៈភិក្ខុនិងភូមចកភិក្ខុទាំងនោះកាលបើភិក្ខុទាំងឡាយជំរះសួរទើបប្រាប់សេចក្តីនោះដល់ភិក្ខុទាំងឡាយតាមពិតត្រង់ភិក្ខុទាំងឡាយសួរថាណែអាវុសោអ្នកទាំងពីរកាន់យកហេតុបន្តិចបន្តួចរបស់អធិករដ៏ជាចំណែកដតីមកជាគ្រឿងអាងហើយចោទតពមលបុត្រដ៏មានអាយុដោយអាបត្តិបរាជិកឬភិក្ខុទាំងពីររូបឆ្លើយថាយ៉ាងនឹងហើយអាវុសោ
ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិចភិក្ខុទាំងនោះពោលទោសតេះដៀលនិន្ទាថាមេតយៈភិក្ខុនិងភូមិចកភិក្ខុមិនគប្បីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតពមលបុត្រដោយអាបត្តិបរាជិកសោះទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សួរថាណែភិក្ខុទាំងឡាយឮថាអ្នករាល់គ្នាកាន់យកហេតុបន្តិចបន្តួចរបស់អធិករដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតពមលបុត្រដោយអាបត្តិបរាជិកពិតមែនឬភិក្ខុទាំងពីររូបក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខពិតមែនព្រះពុទ្ធដ៏មានព្រះភិក្ខទ្រង់បន្ទោសថាណែមុខបរោះអ្នករាល់គ្នាមិនសំបីបើនឹងកាន់យកហេតុបន្តិចបន្តួចរបស់អធិករដ៏ជាចំណែកខាងក្រៅមកជាគ្រឿងអាងហើយចោទតពមលបុត្រដោយអាបត្តិបរាជិកសោះណែមុខបរោះអំពើដែលអ្នកបានធ្វើមកនេះមិននាំឲ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយមានទោសទ្រុះហើយមានសេចក្តីក្រោធមានចិត្តមិនរីករាយបានកាន់យកហេតុបន្តិចបន្តួចរបស់អធិករជាចំណែកដតីមកជាគ្រឿងអាងហើយចោទភិក្ខុដោយអាបត្តិបរាជិកដោយបំណងថាធ្វើម្ដេចណោអញគប្បីញ៉ាំងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌សាសនានេះបានលុះសម័យខាងក្រោយតពីនោះមកភិក្ខុអ្នកចោទនោះមានគេសាកសួរក្តីមិនមានគេសាកសួរក្តីតែអធិករនោះជាចំណែកដតីទេភិក្ខុកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាងហើយភិក្ខុបដិញ្ញាទោសភិក្ខុនោះត្រូវអាបត្តិសង្ឃាតិសេស265ត្រង់ពាក្យថាភិក្ខុណាមួយមានអធិប្បាយក្នុងសិក្ខាបទទី1នៃបរាជិកកាន់រួចហើយពាក្យថាភិក្ខុគឺភិក្ខុដតីពាក្យថាមានទោសទ្រុះហើយមានសេចក្តីក្រោធគឺមានចិត្តក្រោធខឹងមានចិត្តមិនជារបស់ខ្លួនមិនត្រេកអរមានចិត្តគុំគួនចង់អៀតចង្អល់ពាក្យថាមានចិត្តមិនរីករាយគឺមានចិត្តអាក់អន់ព្រោះក្រោធខឹងនោះផងព្រោះទោសៈនោះផងព្រោះសេចក្តីអន់ចិត្តនោះផងព្រោះសេចក្តីមិនត្រេកអរនោះផង266ពាក្យថារបស់អធិករជាចំណែកដតីគឺចំណែកដតីនៃអាបត្តិឬចំណែកដតីនៃអធិករ267សួរថាអធិករដែលមានចំណែកផ្សេងពីអធិករនោះដូចម្ដេចប្រាប់ថាវិវាទាធិករមានចំណែកផ្សេងអំពីអនុវាទាធិករអាបត្តាធិករនិងកិច្ចាធិករអនុវាទាធិករចាត់ដោយឡែកផ្សេងអំពីអាបត្តាធិករកិច្ចាធិករនិងវិវាទាធិករអាបត្តាធិករចាត់ដោយឡែកផ្សេងអំពីកិច្ចាធិករវិវាទាធិករនិងអនុវាទាធិករកិច្ចាធិករចាត់ដោយឡែកផ្សេងអំពីវិវាទាធិករអនុវាទាធិករនិងអាបត្តាធិករអធិករយ៉ាងនេះហៅថាមានចំណែកផ្សេងគ្នាអំពីអធិករ268សួរថាអធិករដែលមានចំណែកដូចគ្នានឹងអធិករនោះដូចម្ដេចប្រាប់ថាវិវាទាធិករមានចំណែកដូចគ្នានឹងវិវាទាធិករអនុវាទាធិករមានចំណែកដូចគ្នានឹងអនុវាទាធិករអាបត្តាធិករមានចំណែកដូចគ្នានឹងអាបត្តាធិករក៏មានចំណែកផ្សេងអំពីគ្នាក៏មានសួរថាអាបត្តាធិករមានចំណែកផ្សេងគ្នាអំពីអាបត្តាធិករនោះដូចម្ដេចប្រាប់ថាមេធនធម្មបរាជិកាប័ណ្ណមានចំណែកផ្សេងគ្នាអំពីអតនេទានបរាជិកាប័ណ្ណមនុស្សវិកហៈបរាជិកាប័ណ្ណនិងឧត្តរិមនុស្សធម្មបរាជិកាប័ណ្ណអតិនេទានបរាជិកាប័ណ្ណមានចំណែកផ្សេងគ្នាអំពីមនុស្សវិកហៈបរាជិកាប័ណ្ណឧត្តរិមនុស្សធម្មបរាជិកាប័ណ្ណនិងមេធនធម្មបរាជិកាប័ណ្ណមនុស្សវកហៈបរាជិកាប័ណ្ណ
មានចំណែកផ្សេងគ្នាអំពីឧត្តរិមនុស្សធម៌បរាជិកាបត្តិមេធនធម៌បរាជិកាបត្តិនិងអតនេទានបរាជិកាបត្តិឧត្តរិមនុស្សធម៌បរាជិកាបត្តិមានចំណែកផ្សេងគ្នាអំពីមេធនធម៌បរាជិកាបត្តិអតនេទានបរាជិកាបត្តិនិងមនុស្សវិកហបរាជិកាបត្តិអបត្តាធិករយ៉ាងនេះហៅថាមានចំណែកផ្សេងគ្នាអំពីអបត្តាធិករសួរថាអបត្តាធិករមានចំណែកដូចគ្នានឹងអបត្តាធិករនោះដូចម្ដេចប្រាប់ថាមេធនធម៌បរាជិកាបត្តិមានចំណែកជាមួយគ្នានឹងមេធនធម៌បរាជិកាបត្តិអតិនេទានបរាជិកាបត្តិមានចំណែកជាមួយគ្នានឹងអតិនេទានបរាជិកាបត្តិមនុស្សវិកហបរាជិកាបត្តិមានចំណែកជាមួយគ្នានឹងមនុស្សវិកហបរាជិកាបត្តិឧត្តរិមនុស្សធម៌បរាជិកាបត្តិមានចំណែកជាមួយគ្នានឹងឧត្តរិមនុស្សធម៌បរាជិកាបត្តិអបត្តាធិករយ៉ាងនេះហៅថាមានចំណែកជាមួយគ្នានឹងអបត្តាធិករកិច្ចាធិករក៏មានចំណែកជាមួយគ្នានឹងកិច្ចាធិករដែរអធិករយ៉ាងនេះហៅថាមានចំណែកជាមួយគ្នានឹងអធិករ269ត្រង់ពាក្យថាកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាងដែលហៅថាគ្រឿងអាងនោះបានដល់គ្រឿងអាង10យ៉ាងគឺគ្រឿងអាងជាតិ1នាម1កូដ1ភេទ1អាបត្តិ1បាត1ចៃវរ1ឧបជា1អាចារ្យ1សេនាសនៈ1សូមអនុមោទនា